ព្រះអង្គតែងថាសត្វដែលស្លាប់ទៅបថុជនដែលទៅកើតក្នុងអបាយភូមិដូចផែនដីហើយព្រះថាលោកថាដូចធូលីលើផែនដីដែលកើតជាមនុស្សដូចធូលីនឹងចុងកញ្ចក់តថាគតនេះនៅពេលចិត្តស្លាប់នឹងវាសៅមងតែនៅសៅមងចិត្តតែទោះជាធ្លាប់មានបុណ្យអីខ្លះក៏ដោយប៉ុន្តែដល់ទៅចិត្តសៅមងវាបើកឱកាសដល់បាបឲ្យផលអកុសលវិបាកដែលសន្ធិកំរក្រៃលែងដែលកើតជាមនុស្សនេះណាអីនឹងយើងអរគុណបុណ្យណាហើយកើតមកជាមនុស្សហើយឃើញទេថ្ងៃណាក៏ស្លាប់ឆ្នាំណាក៏ស្លាប់ពុទ្ធមានអ្នកស្លាប់ប៉ុន្តែយើងចេះបាននៅរស់ដោយសារបុណ្យយើងនឹងអរគុណបុណ្យមែនទេណាដែលឲ្យយើងបាននៅរស់ប៉ុណ្ណឹងហើយនឹងដោយកម្មបច្ច័យឧបធម្មកັບបច្ច័យបន្តមកនោះហើយនៅឧបនិស្សយបច្ច័យទៀតឲ្យយើងមកបានជួបពុទ្ធសាសនាយើងមានបត្រៃណគមយើងមានសទ្ធាទទួលយកពធមកសិក្សាគុណចាស់មានសទ្ធាដល់ទៅចូលកម្មប្រភ្នោះទៀតហើយមើលទៅប៉ុណ្ណឹងហើយយើងនៅទៀមទាអី